ព្រោះលោកទាំងឡាយក៏បីជ្រាបក៏បីចាំទុកថាអញ្ចេះសម័យណាក៏ដោយឲ្យតែមានបរិស័ទជ្រះថ្លាក្នុងសំណាក់នៃការបដិបត្តិមានជំនឿក្នុងសាសនាគោរពបូជាចំពោះបុគ្គលដែលក៏បីបូជាច្រើនសម័យនោះក៏មានអ្នកប្រកាសខ្លួនថាជាអ្នកបរិបូរដោយគុណវិសេសច្រើនដូចគ្នាដែរមិនមែនតែសម័យយើងឥឡូវទេពុទ្ធសាសនិកខ្លះលោកមិនជ្រាបលោកមិនដឹងដែរលោកបែរតែនេះសម័យហ្នឹងក៏សម្បូរអ្នកតាំងខ្លួនម្លេះតិចនោះក៏ព្រះពោធិសត្វទៅតិចនោះក៏ជាអ្នកមានបុណ្យទៅតិចនោះក៏ជាអ្នកត្រាស់ដឹងទៅតិចអ្នកនោះក៏ជាអរិយបុគ្គលទៅអីក៏សម្បូរម្លេះអាហ្នឹងយើងអត់ជ្រាបខ្លួនឯងទេសម័យពុទ្ធកាលច្រើនជាងយើងទៅទៀតមានព្រះពុទ្ធត្រាស់ដឹងហើយក្នុងโลกនឹងហើយព្រះអង្គជាសัพពញ្ញុតញ្ញាណត្រាស់ដឹងក្នុងโลกនឹងហើយក៏ដោយណាក៏នៅមានគ្រូសំណាក់អាចារ្យធំពោលប្រកាសខ្លួនថាជាព្រះអរហន្តដែរដោយសំណាក់និក្រន្ធនេតបុត្រក្តីវជ្ជលិកោសាលក្តីពរណកសបៈក្តីអាចារ្យទាំងអស់សឹកតែប្រកាសខ្លួនថាជាព្រះអរហន្តនៅប្រកាសខ្លួនជាព្រះអរហន្តទៅធ្វើឲ្យបរិស័ទមានការបែកជាបច្ចិពុជាក្រុមពុទ្ធសាសនានោះរីកចម្រើនក្នុងសម័យកាលនោះក៏មានបរិស័ទខាងនិក្រន្ធនេតបុត្រអីនោះក៏គេមានបរិស័ទខាងអាចេលនោះក៏គេមានបរិស័ទហើយបរិស័ទរបស់គេមានដល់សពថ្ងៃហ្នឹងហើយបរិស័ទផងគេបើចង់ដឹងស្នេហាជាតិមែនតើទៅនៅជាមួយជាតិពេលដែលជាតិកំពុងតែលំបាទជាជាងរត់ចោលជាតិពេលដែលជាតិលំបាកតើតែស្រួលបានត្រឡប់មកវិញដដែលនោះហើយអានឹងស្រឡាញ់តែមាត់ទេណាស្រឡាញ់តែមាត់ទេបើស្នេហាជាតិមែនចាំបាច់យកសញ្ជាតិ2សញ្ជាតិ3ទៅអីនៅតែជាតិខ្លួនឯងមួយទៅខ្មែរយើងមានតែថោកទាបឯណាទោះហោចណាស់ក៏មានប្រវត្តិធ្លាប់កសាងមហាអាណាចក្រអង្គរដែរតែអញ្ចឹងហើយខ្ញុំកណាអាត្មាភាពអត់មានទេស្លាប់ក៏នៅខ្មែរនឹងទៅរស់ក៏នៅខ្មែរទៅគេគាត់ទៅបើទៅរៀនក៏ទៅរៀនទៅដល់រៀនចាប់សັບគ្រប់ហើយមកវិញមកហើយជាជាងយើងទៅនៅគេទៅនៅសងំសុកគេហ្នឹងហើយយើងចេះតែចោតចេះចោតចោលអត់ស្រួលទេដែរខ្ញុំកណាអាត្មាក៏មានឈាមមកតំណក់ជាខ្មែរដូចគ្នាដូចតែអស់លោកអញ្ចឹងដែរហើយអស់លោកចេះស្រឡាញ់ស្នេហាជាតិខ្ញុំកណាអាត្មាក៏រឹងរឹតតែចេះស្រឡាញ់ស្នេហាជាតិអញ្ចឹងដែរគេឲ្យទ្រព្យយើង100លាន1000លាន100,000លានហើយយើងត្រូវដេកនៅលើគ្រែពេទ្យបរិភោគអាហារដោយសារគេបញ្ចុកដោយសារគេបញ្ច្រកទ្រព្យសម្បត្តិទាំងអស់នោះវាសំខាន់អីទៀតមើលគ្រឿងទាំងអស់នោះគ្រាន់តែជាគ្រឿងសម្រួលជីវតិន្ទ្រីក្នុងការរស់នៅនេះឲ្យវាស្រួលប៉ុន្តែពេលណាដែលយើងបានហើយក៏បីឆ្លៀសក្នុងអបាយរក្សាសេចក្តីសុខក្នុងបច្ចុប្បន្ននិងលោកខាងមុខឲ្យដល់ខ្លួនឯងផងនេះជារឿងចាំបាច់ហើយលៀបឧត្តមមនុស្សគិតថាមាសប្រាក់លុយកាក់បុណ្យស័ក្តិណៈជាលៀបប៉ុន្តែមែនតែនទៅរៀបដែលឧត្តមបំផុតគឺសុខភាពទៅវិញទេនេះជាកំណប់មហាសាលហើយមនុស្សក្រមនុស្សមិនស្អាតប៉ុន្តែមាននៅសុខភាពល្អនេះមហាលៀបមហាសំណាងទៅមែនតែនទៅយើងគិតមើលបំកើតមករូបស្អាតបីដូចជាគំនូប៉ុន្តែសន្សំដោយរោគគួរជាទីស្រឡាញ់ពេញចិត្តទេអត់ឋានៈពងពោះបនស័កទ្រព្យសម្បត្តិប៉ុន្តែបរិបូរដោយរោគ
ជាទីស្រឡាញ់ពេញចិត្តជាទីចង់បានទេអត់ទេអញ្ចឹងលៀបទី1របស់មនុស្សគឺថាការមិនមានរោគ